Hello ពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាផ្អកត្រីប្រៃអូយគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនតើនិយាយទៅគឺជូរល្មមហ្មងណាហើយត្រូវជាមួយនឹងបន្លែស្រស់ជាប្រភេទបន្លែសុវត្ថិភាពដែលយើងដាំនៅចំការខ្លួនឯងផ្ទាល់តែម្ដងហើយយើងបេះមកធ្វើជាលក់ស្រស់អញ្ចឹងណានិយាយទៅក៏ប៉ុន្តែលក់ផ្អកត្រីប្រៃវាអាចមានច្រើនក៏ប៉ុន្តែដោយសារតែនៅចំការរបស់យើងមានអីយើងញ៉ាំនឹងពីព្រោះអាហ្នឹងវាអាស្រ័យទៅលើតាមចំណង់ចំណូលចិត្តទេខ្ញុំនិយាយបណ្ដាគឺខ្ញុំលេបទឹកមាត់បណ្ដាហ្មងដោយសារផ្អកនេះវាជូរល្មមហើយវាមានកពឹសលាយមួយហើយនិយាយទៅគឺឆ្ងាញ់មែនតើហ្មងនេះគឺជាប្រភេទម្ទេសកាទៀវពីច្រើនគេហៅថាម្ទេសកាទៀវអញ្ចឹងណាដោយសារតែវាអត់មានអាតុំទេវាមានតែខ្ចីអញ្ចឹងយើងដាក់ខ្ចីហើយនេះគឺជាប្រភេទម្ទេសផ្លោកដែលភាគច្រើនគេយកតែស្លម្ជូរតែនៅខ្ចីអញ្ចេះយើងក៏អាចយកមកញ៉ាំជាលក់បានដូចគ្នាហើយនេះគឺជាប៉េងប៉ោះឈើរីពេញប៉ោះឈើរីយើងមានក្រហមល្អប៉ុន្តែសម្រាប់ការញ៉ាំជាលក់បែបនេះគឺខ្ញុំណែនាំថាយើងញ៉ាំពណ៌រៀងស្ទើទៅវានៅមានរសជាតិជូរតិចដែលចាប់ជាតិជាមួយនឹងផ្អករត់តែឆ្ងាញ់ហ្មងបើយើងញ៉ាំអាតុំតែយើងញ៉ាំផ្លែឈើផ្អែមជាមួយនឹងផ្អកត្រីប្រៃចឹងណាហើយនេះគឺជាពពាយអូយពពាយយើងនេះគឺប្រមូលផលវគ្គដំបូងគឺល្អខ្លាំងមែនតើហ្មងហើយគ្រាន់តែឃើញពពាយថ្ងៃហ្នឹងគឺខ្ញុំសប្បាយចិត្តខ្លាំងដោយសារតែពពាយយើងផ្កាគ្រប់ថ្នាំងហើយផ្លែគ្រប់ថ្នាំងហើយសុខភាពវាឡើងល្អដោយសារតែមានភ្លៀងធ្លាក់មក1មេ2មេវាដាច់ភ្លៀងឡើងយូរដែរហើយនេះគឺជាប៉េងប៉ោះឈើរីពណ៌អីយ៉ាឈើរីពណ៌លឿងញ៉ែផ្លែវារឿងធំចឹងខ្ញុំពុះវាជា2សរុបជារួមមកផ្អកត្រីប្រៃយើងឆ្ងាញ់មែនតើហើយជាមួយនឹងបន្លែលក់សុវត្ថិភាពទៀតគឺរត់តែញ៉ាំដោយទំនុកចិត្តហើយរត់តែឆ្ងាញ់ទៀតអញ្ចឹងសម្រាប់បងប្អូនដែលចង់បានផ្អកត្រីប្រៃអាចកំងបានឥឡូវនេះចង់និយាយថាចេះដោយសារយើងញ៉ាំនៅចកាវាមានរុយខ្លះខំប្រឹងបក់ចឹងអីអូយមើលដៃតែក្បែរអ៊ីកតែមិនគ្នាសវល់ប៉ុណ្ណាឆ្ងាញ់អត់ជាតិម៉ែជាតិអូខេអរគុណច្រើនបងប្អូនអរគ្នាចង់បានអាចកំងបានណាមានទាំងបន្លែមានទាំងផ្អកត្រីប្រៃហើយមើលបាយអូជុំកុំសាក់ណាសាក់មួយទៀតសិនអូយលេបទឹកមាត់និយាយទៅគ្រាន់តែបេះពពាយបណ្ដាគឺលេបទឹកមាត់បណ្ដាហ្មងហើយពពាយនេះខ្ញុំបេះនិយាយទៅបន្លែនេះខ្ញុំបេះតដៃទាំងអស់ហ្មងណាមួយញ៉ាំម្ទេសទៀតថតមុខឲ្យមើលអត់អូខេបាយបាយកុំភ្លេចណាជួយទិញម្នាក់មកកំប៉ុងអូខ្ញុំភ្លេចប្រាប់មកកំប៉ុង15000ទេអានេះគឺអេដមីនញ៉ាំខ្លួនឯងចិត្តអស់ហើយនិយាយទៅគឺអ្នកចូលចិត្តផ្អកត្រីប្រៃខ្លាំងហ្មងចាក់ក្រៅយកត្រីធម្មជាតិដែលជាផលនេសាទចេញពីខេត្តសៀមរាបសុទ្ធសាធតែម្ដងណាបងប្អូនចង់បានអាចកំងបានមួយកំប៉ុងនេះចំណុះកន្លះគីឡូតែ15000ទេអរគុណច្រើនបាយបាយមែនតើអី